tôi biết nó hao lừa mê chứ quả nó chỉ mà tôប៉ុណ្ណឹងមកថាវាចេះហើទេមិនដឹងយ៉ាងណាដែរដល់ពេលឃើញគេចាប់ច្រើនហ្នឹងមែនអីហើយមើលអាយុសិតក្រោម25ឆ្នាំពួកអាហ្នឹងវាមិនទាន់ដឹងថាមួយថ្ងៃ30000យូរកបោគេទល់ល្ងាចមួយថ្ងៃដកដលងកន្លះហាត់បានតែ25000អីមកដឹងមែនតាវាធ្លាប់សុំលុយម៉ែឪប្រមាណបានប៉ុណ្ណឹងវាដែរខ្វល់អីវាអូដូចជំនាន់យើងឯងមិនបាច់ទេណាជំនាន់យើងមានបាយកកស៊ីគ្រប់គ្រាន់បានណាវេទនាចង់ងាប់គេថាគេហ្នឹងគេថាគេលុយគេហ្នឹងដល់ឥឡូវខ្វាត់ចាប់បានព្រាតតើប៉ូលីសចាប់បានទៅបើវាដឹងខ្លួនចុំដៃអញល្មមដាក់ខ្នោះទៅវិញរត់ដងវាអត់ដឹងវាស្មានដៃវានៅតូចហើយមកដល់ម៉ោងនេះគឺថាមានបទល្មើសជាក់ស្ដែងគ្រាន់តែដាក់ដាវដាក់កបិតតាមម៉ូតូហ្នឹងក៏វាមានខុសច្បាប់ហើយដែរមិនបាច់ចាំនិយាយរឿងចាប់គេងាប់ទេចឹងហើយម៉ែឪមួយចំនួនហ្នឹងល្មមបានឲ្យលែងកាន់ជើងកូនទៀតប្រយ័ត្នខុសយើងអប់រំកូនចៅយើងបានល្អវាជាកំហុសមួយដែរចឹងហើយបើថាខ្លួនឯងអប់រំបានទុកឲ្យប៉ូលីសគេអប់រំម្ដងតែថាឃើញកូនស្ទាវចឹងហើយនៅតែកាន់ជើងទៀតចាំមើលតែកូនកាប់ងាប់ឬក៏ញៀនថ្នាំកកងាប់អាហ្នឹងបានដឹងថាអូកូនអញខូចបាត់ហើយវាអត់ទាន់ដឹងថាលុយ10000 20000ដែលវាសុំម៉ែឪវាហ្នឹងម៉ែឪវាពិបាករកប៉ុណ្ណាអញតែមិនដឹងដែរហ្នឹងកាលមុនអាងសុំស្រួលខ្លះទៅចាក់សាក់ចាក់អីខូចដៃខូចជើងអស់ហើយក្របខ័ណ្ឌត្រីរាជការគេអត់មានយកទេអាអ្នកសាក់អញ្ចឹងនោះហើយកំថាអីគេអត់យកអញ្ចឹងរើសអើងអ្នកចាក់សាក់មែនទេមានអាណាប្រើឯងចាក់តែសាក់ក៏គេមើលតាមកម្រិតនៃការចាក់សាក់ហ្នឹងដែរមិនមែនឲ្យតែចាក់សាក់អត់យកទាំងអស់ទេណាគេមានរបៀបរបបគេដែរមើលតែណាគេចាក់សាក់បែបគេហៅថាសាក់បែបប្រពៃណីរបៀបថាមានយ័ន្តមានអីឬក៏សាក់ដោយការស្រឡាញ់សាក់ធម្មតាវាអត់អីទេប៉ុន្តែសាក់សេរីម៉ាហ្វៀសាក់រឿងជប៉ុនរឿងស្អីនេះអាហ្នឹងសុទ្ធតែរឿងបញ្ហាសាក់ហ្នឹងមិនមែនសាក់4សាក់5ទេគេហៅថាសាក់ប្រទេសអានេះ